Bằng ngày nay nhầm cắt bàn mà khướng bà chỉประเภทmà tập ởในក្នុងស្រុកខ្មែរទេប៉ុន្តែជាកបោនហើយម្ចាស់គាត់ជាជនជាតិកូរ៉េបាទហើយគាត់យកកង់នោះមកពីកូរ៉េផ្ទាល់តែម្ដងហើយ brand តិចទៀតខ្ញុំនឹងអានជូនបាទ Alfama បាទ Alfama នេះជាប្រភេទតួកបោនកប់តែម្ដងបាទប្រភេទ Monocoupe ពាក់មកជាមួយនឹងគ្រឿង105 11លេខណា5តាគៀបបាទខ្នងគឺប្រភេទខ្នង Shimano Air 5បាទហើយនៅស្អាតទាំងអស់បាទតួអត់មានបញ្ហាទេគាត់ប្រើស្អាតមែនទែនកង់មួយនេះបាទហើយរបៀបរូបរាងគឺស្អាតចេញកញ្ចៅកបោនទាំងអស់បាទ Air 5បាទហើយសម្រាប់គ្រឿងបង្គំគាត់គឺ Alfama ទាំងអស់បាទមើលសាច់កបោនគាត់គឺប្រភេទកបោនហើយប្រដែលរបស់គាត់គឺ Air 5805ហើយ Radar បាទនេះកន្លែងគាត់ដាក់ spec កបោនរបស់គាត់បាទ integrated កបោនMonocoupe ណាបាទហើយកែបគាត់បាន sell អ៊ីតាលីទៅមកទិញទៅមិនបាច់លេងកែបទេកែបពិសេសហើយ sell អ៊ីតាលីនេះគឺល្អមែនតើបាទម្ដងកែបពលិញញោមបាទនឹង model rider បាទបំពាក់មកជាមួយនឹងគ្រឿង105 11លេខតែម្ដងបាទហើយខ្សែវាជាខ្សែ50ដែលគាត់ដាក់នៅក្នុងផ្ទាល់តែម្ដងបំពាក់មកជាមួយឈ្នាន់ពណ៌ក្រហមស្រាប់តែម្ដងហើយក៏មានបិទតែម Shimano មានថាតួកង់ហ្នឹងតម្លើងមកក៏ប្រេតជាមួយនឹង Shimano តែម្ដងបាទចំនួននេះគឺ11លេខបាទអញ្ចឹងនៅស្អាតទាំងអស់បាទពណ៌ខ្មៅខើមឡាយក្រហមបាទជាមួយនឹងគ្រឿងតាគៀបក៏105ដែរនឹងកែប sell អ៊ីតាលីបាទអញ្ចឹងកង់មួយនេះចង់ចូលលក្ខណៈពួកលំដាប់ខ្ពស់ឲ្យបកមុនយកទៅបើសិនជាទិញយកទៅឡើងតែខ្នងកបោនមួយទៀតគឺកប់តែម្ដងបាទចឹងនេះជាកង់មកទឹកស្រុកខ្មែរប៉ុន្តែនៅ condition 95%លើសហើយដែលបងប្អូនទិញយកទៅមិនខុសទេអរគុណជម្រាបលា